ស្ដាងបងអូននេះខ្ញុំមាន7នេះបានលាងទឹកហើយទុកចោលឡើងខ្លះឡើងដុសផ្សិតហើយខ្ញុំអត់ដែរបុកទេនិយាយតាមត្រង់ខ្ញុំអត់ដែរបុក7ខ្ចីតាមម៉ាក់ក្មេកប្រាប់ថាយកគ្រាប់វាចេញជុំហើយយកគ្រាប់ចេញយកគ្រាប់ចេញមិនបាច់យកទេអូមែនគ្រាប់នេះរឹងខ្ញុំស្មានតែបុកទាំងគ្រាប់7វាចង់ទុំអីហ្នឹងមិនបងប្អូនខ្ញុំបុកបដាយកគ្រាប់វាចេញបដាឥឡូវខ្ញុំសាកបុកវាមកត្បាល់នេះសិនទៅអ្វីដែលខ្ញុំនឹងលាយជាមួយហ្នឹងគឺជាកតុយហេះនេះភាសាវាផ្អែមពេកខ្ញុំមាន1គីឡូហ្នឹងយូរហើយអត់តន់ញ៉ាំអស់ទៀតមើលទៅដូចមិន7ខ្ចីទេអូយគ្រាប់ហឹងសិតតែគ្រាប់នេះមានកតុយហេះដាក់ឲ្យចូលដោយសារកតុយហេះនេះវាផ្អែមវាជាតិខ្លាំងមែនតើអញ្ចឹងគេដាក់មួយម្ជូរចេះទៅចាំមើលវាមកវិញនេះឥឡូវភ្លក់តិចមើលនេះទៅសក់ម្ហូបចាញ់អីមានអ្នកណាគេញ៉ាំទេមានតែខ្ញុំឆ្ងាញ់តបពីលាយវាទៅជូរចេះបាត់ឆ្ងាញ់សាច់ប៉ាតេឈ្មោះមកកតុយហេះនេះយើងបុកវាលាយជាមួយនឹង7ហ្នឹងណាបានញ៉ាំទៅវាឆ្ងាញ់បុកហើ